នៅថ្ងៃអង្គារទី28ខែកក្កដាឆ្នាំ2026នេះពិភពលោកកំពុងតែផ្ដោតការយកចិត្តទុកដាក់យ៉ាងខ្លាំងទៅនឹងចំណុចរបត់ដ៏រសើបបំផុតនៃសង្គ្រាមមហាអំណាចនៅតំបន់មជ្ឈិមបូព៌ាដែលប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំគ្រោងនឹងធ្វើការសម្រេចចិត្តដ៏សំខាន់បំផុតទៅលើកិច្ចព្រមព្រៀងបត់ឈប់បាញ់ជាមួយនឹងប្រទេសអ៊ីរ៉ង់បន្ទាប់ពីកិច្ចប្រជុំដ៏មានហានិភ័យខ្ពស់និងភាពតានតឹងជាខ្លាំងជាមួយនឹងនាយករដ្ឋមន្ត្រីអ៊ីស្រាអែលគឺលោក Benjamin Netanyahu នៅថ្ងៃនេះដំណើរការនៃការស្វែងរកផ្លូវបញ្ចប់ជម្លោះត្រូវបានកើតឡើងបន្ទាប់ពីក្រុមអ្នកសម្របសម្រួលអន្តរជាតិមកពីប្រទេសប៉ាគីស្ថានអេស៊ីបនិងកាតាបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងនៅក្នុងកិច្ចពិភាក្សាទៅលើសំណើសម្បទានផ្សេងៗដើម្បីដោះស្រាយរាល់ការខ្វែងគំនិតគ្នាជាពិសេសគឺបញ្ហាស្មុគស្មាញពាក់ព័ន្ធជាមួយនឹងច្រកសមុទ្រហកមូដែលត្រូវបានចរចាគ្នាយ៉ាងស្រពេចស្រពិលកាលពីល្ងាចថ្ងៃច័ន្ទកន្លងទៅនេះទោះជាយ៉ាងណាក៏ដោយមុនពេលដែលសេចក្តីសម្រេចជាស្ថាពរណាមួយត្រូវបានប្រកាសជាផ្លូវការភាគីអ្នកសម្របសម្រួលចាំបាច់ត្រូវតែរងចាំលទ្ធផលចេញអំពីកិច្ចប្រជុំទល់មុខគ្នារវាងមេដឹកនាំកំពូលទាំងពីររបស់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលសិនដើម្បីធានាថាគ្រប់វិធានការយោធានិងនយោបាយត្រូវបានគេគូសឡើងយ៉ាងល្អិតល្អន់ជាទីបំផុតពីព្រោះថារាល់ជំហាននានាអាចនឹងកំណត់ជោគវាសនារបស់តំបន់ទាំងមូលនិងអនាគតនៃស្ថិរភាពសកលលោកទាំងមូលផងដែរបន្តដំណើរការនៃការទូតដ៏ស្មុគស្មាញនេះប្រភពព័ត៌មានពី The Times of Israel បានទម្លាយឲ្យដឹងថាខ្លឹមសារស្នូលនៃដំណើរការដែលភាគីពាក់ព័ន្ធកំពុងតែយកមកពិភាក្សានាពេលនេះគឺផ្ដោតសំខាន់ទៅលើការជួសជុលនិងការបិទរាល់ចន្លោះប្រហោងទាំងឡាយណាដែលមាននៅក្នុងអនុស្សរណៈនៃការយោគយល់គ្នាដើម្បីកុំឲ្យមានការបកស្រាយខុសគ្នាដែលអាចនាំឲ្យមានការផ្ទុះអាវុធសាជាថ្មីទន្ទឹមទៅនឹងភាពតានតឹងនេះលោកដូណាល់ត្រាំប្រធានាធិបតីសហរដ្ឋអាមេរិកបានបង្ហើបប្រាប់សារព័ត៌មានថាមានការចរចាមិត្តភាពយ៉ាងធំទូលាយមួយកំពុងតែប្រព្រឹត្តទៅជាបន្តបន្ទាប់ជាមួយនឹងសមភាគីអ៊ីរ៉ង់ក្នុងកំឡុងពេលដែលសកម្មភាពធ្វើការវាយប្រហារយោធាត្រូវបានផ្អាកជាបណ្ដោះអាសន្នដោយលោកបានបង្ហាញនូវសុទិដ្ឋិនិយមយ៉ាងខ្លាំងថាភាគីទាំងសេដ្ឋកិច្ចនិងនយោបាយមានឱកាសមាសនៅក្នុងការបិទបញ្ចប់សង្គ្រាមដ៏អូសបន្លាយមួយនេះប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយលោកបានចេញមុខមកប្រមានយ៉ាងម៉ឺងម៉ាត់ផងដែរថាប្រសិនបើកិច្ចខិតខំប្រឹងប្រែងតាមផ្លូវទូតនិងការចរចានេះត្រូវបរាជ័យជាយថាហេតុនោះសហរដ្ឋអាមេរិកពិតជានឹងបន្តប្រើប្រាស់សកម្មភាពយោធាដ៏ខ្លាំងក្លាយ៉ាងអស្ចារ្យដើម្បីកំទេចគ្រប់គោលដៅយុទ្ធសាស្ត្ររបស់អ៊ីរ៉ង់ដោយគ្មានការស្ទាក់ស្ទើរឡើយខណៈដែលដំណើរការចរចាសន្តិភាពកំពុងតែប្រព្រឹត្តទៅយ៉ាងតន់ហន់ស្ថានភាពនយោបាយអន្តរជាតិក៏កាន់តែមានភាពច្របូកច្របល់បន្ថែមទៀតក្រោយពេលដែលទីក្រុងតេហេរ៉ង់បានចេញមុខមកច្រានចោលយ៉ាងដាច់អហង្ការនៅរាល់ព័ត៌មានដែលថាមានការចរចាដោយផ្ទាល់រវាងរដ្ឋាភិបាលខ្លួននិងរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនដោយភាគីអ៊ីរ៉ង់បានអះអាងយ៉ាងច្បាស់ថាពួកគេមិនដែលចរចាដោយផ្ទាល់នោះទេប៉ុន្តែគ្រាន់តែទទួលបានសារផ្លូវការនិងការសម្របសម្រួលផ្សេងៗពីសំណាក់ភាគីទី3តែប៉ុណ្ណោះមិនត្រឹមតែប៉ុណ្ណោះភាពតានតឹងរបស់អ៊ីរ៉ង់មិនមែនមានតែជាមួយអាមេរិកនិងអ៊ីស្រាអែលប៉ុណ្ណោះឡើយពីព្រោះថានៅក្នុងពេលដំណាលគ្នានេះអ៊ីរ៉ង់បានធ្វើការគំរាមកំហែងសងសឹកយ៉ាងខ្លាំងក្លាចំពោះប្រទេសអ៊ុយក្រែនបន្ទាប់ពីមានការចោទប្រកាន់ចំថាទីក្រុងគៀវបានបញ្ជូនមីស៊ីលមកវាយប្រហារលើនាវាដឹកប្រេងដ៏សំខាន់មួយគ្រឿងរបស់ខ្លួនដែលកំពុងតែធ្វើចរាចរណ៍នៅក្នុងដែនទឹកនៃសមុទ្រកាស្ពីយនការរីករាលដាលនៃវិបត្តិការទូតនិងចំនួនឆ្លងដែនជាច្រើនទិសបែបនេះបានធ្វើឲ្យស្ថានភាពភូមិសាស្ត្រនយោបាយសកលលោកស្ថិតនៅក្នុងភាពអាប់អួរនិងបង្កទៅជាក្តីព្រួយបារម្ភយ៉ាងខ្លាំងទៅដល់បណ្ដាប្រទេសដទៃទៀតដែលកំពុងតែរងចាំមើលការវិវត្តជាយថាហេតុពីសំណាក់មហាអំណាចទាំងពីរជាអន្តរកាលនៃការវិវត្តដ៏ក្តៅគគុកនេះលទ្ធផលនៃការស្ទង់មតិជាសាធារណៈដ៏មានឥទ្ធិពលមួយរបស់សារព័ត៌មាន Reuters LPSOS បានទម្លាយឲ្យដឹងនៅតួលេខដ៏គួរឲ្យភ្ញាក់ផ្អើលមួយថាប្រជាពលរដ្ឋអាមេរិកជិត7នាក់នៅក្នុងចំណោម10នាក់បាននិយាយដោយអន់ចិត្តថា
លោក Donald Trump បានបរាជ័យទាំងស្រុងនៅក្នុងការពន្យល់បង្ហាញអំពីគោលដៅពិតប្រាកដនៃសង្គ្រាមអ៊ីរ៉ង់ទៅដល់ប្រជាជាតិអាមេរិកការគាំទ្រពីសំណាក់សាធារណជនទូទៅចំពោះយុទ្ធនាការសង្គ្រាមនៅអ៊ីរ៉ង់បានធ្លាក់ចុះដុនដាបទៅដល់កម្រិតទាបបំផុតមិនធ្លាប់មានចាប់តាំងពីចំនួននេះត្រូវបានចាប់ផ្ដើមកើតមានឡើងកាលពី5ខែមុនដោយបច្ចុប្បន្នមានពលរដ្ឋអាមេរិកត្រឹមតែម្នាក់ប៉ុណ្ណោះនៅក្នុងចំណោម3នាក់ដែលនៅតែបន្តគាំទ្រទៅដល់ប្រតិបត្តិការយោធានេះភាពស្រពិចស្រពិលនៃការសម្រេចចិត្តនយោបាយបែបនេះបានធ្វើឲ្យមានការសង្ស័យកាន់តែខ្លាំងឡើងពីប្រជាពលរដ្ឋលើរបៀបនៃការដោះស្រាយបញ្ហាអធិការរបស់ប្រធានាធិបតីដោយមានអ្នកចូលរួមឆ្លើយតបនៅក្នុងការស្ទង់មតិរហូតទៅដល់96%ដែលនៅក្នុងនោះរួមបញ្ចូលទាំងសមាជិកគណៈបក្សសាធារណរដ្ឋចំនួន4នាក់នៅក្នុងចំណោម10នាក់បានព្រមព្រៀងគ្នាចោទប្រកាន់ថាលោក Donald Trump ពុនបានពន្យល់បកស្រាយឲ្យបានច្បាស់លាស់និងដំណាភាពអំពីហេតុផលនិងគោលដៅនៃការបញ្ជូនកងទ័ពឲ្យចូលទៅពាក់ព័ន្ធស៊ីជម្រៅនៅក្នុងប្រទេសអ៊ីរ៉ង់នោះឡើយឆ្លើយតបចំពោះសម្ពាធដ៏ធ្ងន់ធ្ងរនេះលោក Donald Trump ធ្លាប់បានផ្ដល់នូវហេតុផលនិងការអះអាងផ្សេងគ្នាជាច្រើនសម្រាប់ការធ្វើសង្គ្រាមនេះដែលនៅក្នុងនោះរួមមានទាំងការដាក់ចេញនូវយុទ្ធសាស្ត្រទប់ស្កាត់មិនឲ្យអ៊ីរ៉ង់ទទួលបានអាវុធនុយក្លេអ៊ែរកាត់បន្ថយនិងបំផ្លាញកម្មវិធីមីស៊ីលបាឡីស្ទិករបស់តេហេរ៉ង់ក៏ដូចជាការលើកទឹកចិត្តនិងការគាំទ្រទៅដល់ការផ្លាស់ប្ដូររបបដឹកនាំនយោបាយនៅក្នុងប្រទេសអ៊ីរ៉ង់ផ្ទាល់តែម្ដងប៉ុន្តែទោះបីជាមានការបកស្រាយយ៉ាងណាក៏ដោយក៏ភាពតានតឹងផ្នែកគោលនយោបាយការបរទេសការប្រជុំមុខដាក់គ្នារវាងមេដឹកនាំកម្ពុជានិងការធ្លាក់ចុះនៃការគាំទ្រពីប្រជាពលរដ្ឋនៅក្នុងស្រុកកំពុងក្លាយទៅជាឧបសគ្គដ៏ធំសម្បើមបំផុតសម្រាប់រដ្ឋបាលទីក្រុងវ៉ាស៊ីនតោនព្រឹត្តិការណ៍បច្ចុប្បន្នទាំងប៉ុន្មាននេះមិនត្រឹមតែមានការវាស់ស្ទង់អំពីសមត្ថភាពដឹកនាំរបស់លោក Donald Trump ប៉ុណ្ណោះនោះទេប៉ុន្តែក៏វាជាសារព្រមានដ៏មានឥទ្ធិពលមួយទៅកាន់ពិភពលោកផងដែរថារាល់ការសម្រេចចិត្តបន្ទាប់ទៀតទាក់ទងជាមួយនឹងបទជបាញ់ឬក៏ការបន្តធ្វើសង្គ្រាមជាមួយនឹងអ៊ីរ៉ង់នឹងបន្តនាំមកនូវផលប៉ះពាល់យ៉ាងខ្លាំងក្លាទាំងចំពោះមុខមាត់នយោបាយផ្ទាល់ខ្លួននិងស្ថិរភាពសន្តិសុខអន្តរជាតិជារួមរបស់ពិភពលោកបងប្អូនប្រិយមិត្តទេសនិកជននេះគឺជាព័ត៌មានអាប់ដេតសម្រាប់ថ្ងៃទី28ខែកក្កដាឆ្នាំ2026យើងនឹងបន្តតាមដានថាតើនឹងមានការវិវត្តបែបណាអំពីស្ថានភាពនយោបាយសេដ្ឋកិច្ចនិងបញ្ហាសង្គ្រាមរវាងអាមេរិកនិងអ៊ីរ៉ង់នៅពេលនេះបើតាមរយៈព័ត៌មានដែលខ្ញុំដកស្រង់ចេញពីសារព័ត៌មាន Reuters ផងហើយនិងសារព័ត៌មាន Independent របស់អង់គ្លេសផងយើងសង្កេតឃើញថាលោក Donald Trump និងលោក Netanyahu កំពុងតែជួបប្រជុំផ្ទាល់មុខគ្នាហើយលទ្ធផលយ៉ាងណានោះយើងមិនទាន់អាចសម្រេចបានទេប៉ុន្តែនៅពេលដែលមានលទ្ធផលជាផ្លូវការយើងនឹងដកស្រង់យកមកចែកម្លែកផ្សាយជូនបងប្អូនប្រិយមិត្តទេសនិកជនដើម្បីឲ្យបានជ្រាបអំពីស្ថានភាពពិភពលោកថាតើសង្គ្រាមរបស់អាមេរិកនិងអ៊ីស្រាអែលមកលើអ៊ីរ៉ង់នៅពេលបច្ចុប្បន្ននេះនឹងត្រូវបិទបញ្ចប់នៅពេលណាដែរហើយប្រសិនបើមិនត្រូវបានចប់ទេតើនឹងអាចមានរឿងអ្វីកើតឡើងជាបន្តបន្ទាប់ទៀតដែលកំពុងតែបំផ្លាញពិភពលោកដ៏ស្រស់ស្អាតមួយនេះអរគុណបងប្អូនដែលចំណាយពេលវេលាដ៏មានតម្លៃនៅក្នុងការតាមដានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់ពេញចិត្តវីដេអូបងប្អូនកុំភ្លេច like comment និង share ទៅកាន់បណ្ដាញសង្គមម្នាក់មួយផង Subscribe Channel ចង់ដឹងទេទុកម្នាក់មួយដើម្បីទទួលបានព្រឹត្តិការណ៍ព័ត៌មានជាតិនិងអន្តរជាតិអាប់ដេតជារៀងរាល់ថ្ងៃសូមជម្រាបលា